ទេដែលសារទៅកន្លែងលេងរបស់ឯងវិញ លាហើយ លេនេះជាកន្លែងលេងរបស់ពួកឯងណាក្មេងស្រី បាន អូខេ មានទេ លេហើយដាសា លាហើយស្ដីអ្វី នេះគួរឲ្យសោកស្ដាយណាស់បានហើយដល់ពេលគួរហើយនេះចូលរយំទៅនេះសម្រាប់ឯងឯងគូជាមួយជក់ហើយនេះសម្រាប់ឯងខ្ញុំមានគំនិតមួយដាសាចាប់ នោះជាគំនិតល្អណាស់ Oopsies Ouchស៊ូស្ដីបែបនេះមិនអាចទទួលយកបានទេត្រឡប់ទៅកន្លែងលេងរបស់ឯងវិញ បានលាហើយមិត្តភក្តិ តែហើយមិត្តភក្តិដល់ពេលញ៉ាំអាហារពេលព្រឹកហើយញ៉ាំឲ្យឆ្ងាញ់ណាស់កូនទាំងអស់នេះល្អហើយប៉ុន្តែទឹកដោះគោនៅឯណា អីគោពិតមែន អរគុណណាគោអាហារពេលព្រឹករបស់ឯងដាសា អ៊ីវឲ្យខ្វល់ណាស់ Ew Burger ធំណាស់មើលទៅឆ្ងាញ់ណាស់ខ្ញុំមានគំនិតមួយ Oopsies សួស្ដីស្ដីអ្វីឯងមិនអាចនៅទីនេះបានទេត្រឡប់ទៅកន្លែងលេងរបស់ឯងវិញបានលាហើយ លា អ៊ីចឹងល្អជាងគុំម្ដងទៀតអីដល់ពេលនិទានរឿងហើយកាលពីព្រេងនាយមានព្រះនាងម្នាក់ឈ្មោះឡាប៊ូប៊ូហើយនាងរស់នៅក្នុងមួយជាមួយទន្សាយជាច្រើននេះជាអាកាសរបស់យើងហើយយើងត្រូវធ្វើអ្វីមួយអូទេវារឹងពេកហើយ ដល់វេនខ្ញុំហើយខ្ញុំនឹងធ្វើបានហើយមានអ្វីកើតឡើងក្មេងកំពុងលាក់អ្វីមួយមែនទេ អង្គគ្មានអីទេ បានហើយ
ក្មេងដល់ម៉ោងធ្វើសកម្មហើយសួស្តីខ្ញុំចង់កំងការដឹកជញ្ជូនភ្នាក់ផ្អើលមួយបាទអរគុណអូមានគេមកដល់ទ្វារខ្ញុំមកវិញភ្លាមបាទ យើងគួរធ្វើអ្វីមួយជាមួយគ្នា បានយើងគួរសាកមើលអូនេះជាការភ្ញាក់ផ្អើលសម្រាប់ខ្ញុំមែនទេយើងនឹងសង់ស្ពានមួយស្ពានមួយស្ទាយໄຟអ្នកសុខសប្បាយទេ ខ្ញុំសុខសប្បាយ ខ្ញុំឆ្ងល់ថាខាងក្នុងមានអ្វីវ៉ាវមេអំបៅខ្ញុំត្រូវចាប់វាចាប់ទៅនេះជាឱកាសចុងក្រោយរបស់យើងហើយដាសាសហការគ្នាល្អណាស់ សហការគ្នាល្អណាស់ យេអូក្មេងស្រីម្ដងទៀតហើយ មិត្តពិត គួរតែនៅជាមួយគ្នាបានហើយក្មេងស្រីអ្នកបានបង្ហាញថាអ្នកជាមិត្តពិតឥឡូវនេះអ្នកអាចលេងជាមួយគ្នាបានហើយហេតុអ្វីប៉ាកំពុងលាបពូពណ៌ទៅលើមុខ Huh? Okay. ប៉ាមើលទៅដូចនឹងខេកអីចឹងហេអាឡិចចង់សាក់ពុះទេទៅលាបលើមុខទៅអូចាស់ Alex ក្មេងមិនអាចប្រើរបស់នេះបានទេលាងមុខភ្លាមទៅកូនប្រុសកូនត្រូវអង្គុយពីនៃហើយកូនប្រុស មានអ្នកណាម្នាក់ត្រូវអង្គុយពីនៃហើយ Hey Alex បាទដឹងថាពុះកលពុកមាត់វាគួរឲ្យចង់លេងណាស់ប៉ុន្តែវាសម្រាប់មនុស្សធំប៉ុណ្ណោះវាខ្លាំងពេកសម្រាប់ស្បែកក្មេងតូចស្បែកវារឹងមាំតែស្បែកកូនងាយប្រតិកម្មហើយទន់ខ្លាំងណាស់សាប៊ូនៅក្នុងពោះអាចធ្វើឲ្យស្បែកកូនស្ងួតរមាស់ឬសូម្បីតែឡើងកន្ទួលក្រហមបានផងដែរ ខ្ញុំយល់ហើយប៉ាសុំទោសខ្ញុំគ្រាន់តែចង់លេងពូប៉ុណ្ណោះ អូបាទដឹងហើយតោះទៅ វ៉ាវលយណាស់ខ្ញុំចង់សាក់ខ្ញុំគួររយកមួយណាស្តែហ្វៃបើកទូទឹកកកទៅបាទត្រជាក់ណាស់ស្រួលខ្លួនណាស់ មើលគ្រឿងសម្អាងទាំងអស់នេះឥឡូវនេះខ្ញុំមើលទៅស្អាតជាងមុនច្រើន ស្ទាយវ័យកំពុងធ្វើអ្វីនៅទីនេះ ស៊ី ស្ទាយវ័យក្មេងមិនអាចប្រើគ្រឿងសម្អាងរបស់មនុស្សធំបានទេលាងចេញភ្លាម ខ្ញុំគ្រាន់តែចង់លេងហើយខ្ញុំចង់ស្អាតដូចអ្នក ទេគ្រឿងសម្អាងមិនមែនជាប្រដាប់ក្មេងលេងទេទៅលាងមុខភ្លាមទៅកូនត្រូវអង្គុយពីនៃហើយកូនស្រី ខ្ញុំសុំទោសខ្លាំងណាស់អ៊ំស្រី អ៊ំយល់ប៉ុន្តែគ្រឿងសម្អាងរបស់មនុស្សធំគឺសម្រាប់មនុស្សធំមិនមែនសម្រាប់ក្មេងទេ
ហើយស្បែកក្មេងងាយប្រតិកម្មហើយទន់ដោយស្លឹកខ្ចី តែខ្ញុំគ្រាន់តែចង់លេងទេ បើអ៊ីចឹងកូនគួរប្រើគ្រឿងសម្អាងដែលផលិតសម្រាប់ក្មេងតែប៉ុណ្ណោះចាំអ៊ំបង្ហាញអ្វីមួយឲ្យមើល ទាំងអស់នេះសម្រាប់ខ្ញុំមែនទេអូវ៉ាវខ្ញុំសឹងមិនជឿភ្នែកខ្លួនឯងទេទាំងអស់នេះសម្រាប់ខ្ញុំមែនគុណខ្ញុំចូលចិត្តវាណាស់ វ៉ាវមើលឡានធំរបស់ប៉ាសិន អូប៉ាភ្លេចសាប៊ូលាងឡានហើយ ដោះលេងបង្វិលចង្កូតដាសា បានលោកចង្កូត ខ្ញុំមិនអាចលោកដល់ទេខ្ញុំមានគំនិតមួយហើយមើលខ្ញុំខ្ពស់ហើយឥឡូវនេះឥឡូវខ្ញុំរួចរាល់ហើយ ដាសាកូនកំពុងធ្វើអ្វីនៅទីនេះ អើយខ្ញុំគ្រាន់តែចង់លេងទេប៉ា ដាសាកូនមិនអាចលេងជាមួយឡានពិតបានទេចេញមក ដាសាឡានរបស់មនុស្សធំគឺសម្រាប់មនុស្សធំប៉ុណ្ណោះមិនមែនសម្រាប់ក្មេងទេវាធំធ្ងន់មានកម្លាំងខ្លាំងហើយគ្រោះថ្នាក់ណាស់សម្រាប់ក្មេងឡានរបស់មនុស្សធំមិនមែនជាប្រដាប់ក្មេងលេងទេវាជាម៉ាស៊ីនត្រូវមានការហ្វឹកហាត់គោរពច្បាប់និងអនុវត្តច្រើនទើបបើកបរបានដោយសុវត្ថិភាព សុំទោសប៉ាខ្ញុំយល់ហើយខ្ញុំគ្រាន់តែចង់លេងជាមួយឡានថ្មីប៉ុណ្ណោះ បានដាសាប៉ុន្តែកូនត្រូវអង្គុយពីនៃអស់មកពីនៃហើយដាសាឥឡូវកូនអាចទៅបានហើយ បានប៉ាតែចុះឡានវិញ មកជាមួយប៉ាដាសាកូនគិតថាយ៉ាងម៉េចដែរ វ៉ាវអរគុណប៉ានេះពិតជាអស្ចារ្យណាស់ មិនអីទេដាសា ឡានក៏មិនសូវអស់ចោលប៉ុណ្ណឹងដែរ វ៉ាវខ្ញុំពិតជាចង់ខ្លាំងដូចប៉ុណ្ណា សម្រាប់ផឹកទឹកសិនអាលិចកូនកំពុងធ្វើអីហ្នឹង ខ្ញុំគ្រាន់តែចង់ខ្លាំងដូចប៉ាទេ បានហើយអាលិចប៉ុន្តែនេះជាឧបករណ៍របស់មនុស្សធំហើយវាធ្វើសម្រាប់រាងកាយមនុស្សធំមិនមែនក្មេងទេ ខ្ញុំគ្រាន់តែចង់ខ្លាំង ការហាត់ប្រាណល្អសម្រាប់ក្មេងប៉ុន្តែត្រូវតែមានសុវត្ថិភាពហើយសប្បាយផងដោះទៅ វ៉ាវប៉ាអរគុណខ្ញុំចូលចិត្តវាណាស់ ទៅអាលិចទៅ ខ្ញុំនឹងជួយមីងធ្វើម្ហូប ដាសាដោះលេងទៅចិត្តដល់ម៉ោងញ៉ាំបាយថ្ងៃត្រង់ហើយ ដាសាកូនមកធ្វើអីនៅទីនេះ ខ្ញុំកំពុងជួយមីងធ្វើអាហារថ្ងៃត្រង់ ដាសាក្មេងមិនត្រូវធ្វើម្ហូបនៅក្នុងផ្ទះបាយទេ ខ្ញុំគ្រាន់តែចង់ធ្វើម្ហូប បើអ៊ីចឹងមីងបង្ហាញអ្វីមួយឲ្យកូនមើលមក អូវ៉ាវ មុននឹងកូនលេងមីងចង់ឲ្យកូនចាំទុកដាសាផ្ទះបាយរបស់មនុស្សធំគឺធ្វើសម្រាប់មនុស្សធំមិនមែនសម្រាប់ក្មេងទេវាអាចមានគ្រោះថ្នាក់កូននៅតែរៀននៅឡើយនៅក្នុងផ្ទះបាយមានរបស់ជាច្រើនដែលអាចធ្វើឲ្យកូនរបួសបានបើកូននៅម្នាក់ឯង បានហើយខ្ញុំយល់ហើយខ្ញុំសុំទោសមីង មិនអីទេមកតោះលេងនេះជាឈុតលេងដែលធ្វើសម្រាប់ក្មេងកូនគួរតែលេងក្នុងផ្ទះបាយក្មេងបែបនេះដើម្បីឲ្យមានសុវត្ថិភាព បានហើយឥឡូវអ្នកជាអតិថិជនរបស់ខ្ញុំសូមអង្គុយនៅទីនេះ បាទ ថ្ងៃនេះអ្នកចង់ញ៉ាំអ្វី ចាំមីងគិតសិនមីងសុំសាច់និងបន្លែសូម ខ្ញុំសុំហត់ដកមួយសូម បានហើយមកភ្លាមនេះសូមរងចាំប៉ុន្មាននាទី នេះសាច់ជាមួយបន្លែរបស់អ្នកនេះហាត់ដករបស់អ្នកគុណ វ
ក្មេងហើយបានសប្បាយលេងគឺពិសេសណាស់សូមញ៉ាំឲ្យឆ្ងាញ់ណាអ្នកទាំងអស់គ្នាក្មេងអាយកុំធ្វើដូចជាមនុស្សធំអីព្រោះវ័យកុមារភាពគឺជាពេលវេលាដ៏អស្ចារ្យបំផុត អាលិចអូយតើអ្នកកំពុងធ្វើអីនៅទីនេះហេនេះមិនមែនអាលិចទេមានអ្នកណាជួយខ្ញុំផងជួយខ្ញុំផងអាលិចនាំខ្ញុំចេញទៅ បើអ្នកចង់ដោះលែងម៉ារីយ៉ាអ្នកត្រូវរកសោទាំងអស់ឲ្យឃើញខ្ញុំថាយើងគួរតែចាប់ផ្ដើមឥឡូវនេះ Test ទី1អ្នកត្រូវរកសោនៅបាតឃើញកុំទាន់លឿនពេកចាប់ផ្ដើមឥឡូវនេះតែម្ដង ខ្ញុំរកឃើញសោហើយ ទៅ test តាមបន្តទៀតរកសោក្នុងបាល់មួយក្នុងចំណោមទាំងនេះតើ អត់មានសោទេ មើលមួយបន្ទាប់ទៀត ពេលវេលាជិតអស់ហើយ អូ កុំខ្លាចណាស់អាលិច ខ្ញុំរកឃើញសោហើយវាមិនដំណើរការទេ ហេ ហាសាក់មួយចុងក្រោយទៅ ខ្ញុំរកឃើញអ្វីមួយហើយចាប់បានហើយខ្ញុំរកឃើញសោហើយ យេ នៅសល់សល់ពីទៀត Test តបន្ទាប់ ស្ថិតនៅក្នុងប៉េងប៉ោងមួយក្នុងចំណោមទាំងនេះ បាន ឈប់លេងជាមួយប៉េងប៉ោងទៅសាក់ផ្ទុះវាទៅ ខ្ញុំដឹងហើយអាហាខ្ញុំរកឃើញវាហើយ ធ្វើបានល្អណាស់អាលិចយេមកយើងទៅ Test ចុងក្រោយ វ៉ាវ អ្នកត្រូវយកសោឲ្យបានមុនខ្ញុំបើអ្នកធ្វើឲ្យកែមួយដួលអ្នកត្រូវចាប់ផ្ដើមសារឡើងវិញ បាន ត្រៀមហើយធ្វើទៅអូមើលទៅអ្នកត្រូវចាប់ផ្ដើមសារឡើងវិញហើយ ប្រយ័ត្នណាផងអាលិច ហេឈប់សិនទេអ្នកឈ្នះមិនបានទេអាទេ Yes ខ្ញុំបានសោហើយសោចុងក្រោយ អូគាត់ឈ្នះខ្ញុំទៅហើយមិនបានអ៊ីចឹងនេះមិនយុត្តិធម៌ទេគាត់លេងល្បិចដាក់ខ្ញុំ ពួកយើងបានឆ្លងកាត់ test របស់អ្នកទាំងអស់ហើយ ខ្ញុំគិតថាខ្ញុំប្រហែលជាប្រឡងធ្លាក់ហើយ នេះជាអ្វី គាត់កំពុងពិនិត្យកិច្ចការរបស់ខ្ញុំឥឡូវនេះ
ខ្ញុំត្រូវធ្វើអ្វីមួយហើយ ខ្ញុំស្រេកទឹកត្រូវការទឹកបន្តិច Oh yes អ៊ីវ៉ាន់ធ្វើបានល្អអស្ចារ្យហើយណាស់ខ្ញុំត្រូវកែចម្លើយខ្លះរបស់ខ្ញុំ Oh yes ទឹកនោះឆ្ងាញ់ជាងគេលើលោកខ្ញុំត្រៀមរួចហើយដើម្បីត្រឡប់ទៅធ្វើការវិញ វាគួរឲ្យខ្លាចខ្លាំងណាស់ខ្ញុំតែងតែត្រូវគេចាប់បានជានិច្ច តែស្ទាំងនោះទៅណាបាត់អស់ហើយប្រហែលជាវានៅក្រោមទៅមែនទេ Oh yes អូព្រះអើយខ្ញុំត្រូវយកវាទៅសងវិញយ៉ាងនោះនេះគួរតែអាចប្រើការបាន អានេះហើយមុននេះវាមិនទីនេះទេសួស្ដី សួស្ដីលោកគ្រូ នេះជាលទ្ធផលតេស្តរបស់អ្នក វ៉ាវ យេយើងបាននេះទេអា ដល់ម៉ោងញ៉ាំបាយថ្ងៃត្រង់ហើយ Excellent ថ្ងៃត្រង់មានអ្វីញ៉ាំ មើលអ្វីដែលខ្ញុំមានសម្រាប់អ្នក Yummy សាឡាត់បបរនិងនំប៉័ងស្រួយ Yahoo ឆ្ងាញ់ណាស់ អូយ បបរ អូយ នំប៉័ងស្រួយ Excuse me? No way.ខ្ញុំចង់បានប៊ឺហ្គឺនិងទឹកផ្លែឈើទាំងនោះតែមិនមែនពណ៌ប្រសាទនេះទេ នេះអត់ទេអាហារគ្មានប្រយោជន៍មិនមែនសម្រាប់ក្មេងទេ ខ្ញុំដឹងថាទៅទីនោះតាមរបៀបណា Wow. Oh yes Wow. Yummy Yes Yahoo Oh yes Oh no. វាបាត់ទៅណាហើយ Hey. Hey. No way. Hey. ត្រឡប់ទៅថ្នាក់វិញ Oh no. Uh-huh. ហេប្រគល់វាមកវិញវាជារបស់ខ្ញុំ មិនអនុញ្ញាតឲ្យមានកាំភ្លើងបើកច្រកឬរបស់អ្វីក៏ដោយបែបនោះក្នុងថ្នាក់របស់ខ្ញុំទេខ្ញុំចង់បង្ហាញអ្នកអ្វីមួយមកទីនេះអ្នកមិនដឹងទេសាលារបស់យើងមានកាមេរ៉ាសុវត្ថិភាព Wow. ហើយឥឡូវនេះខ្ញុំនឹងបង្ហាញវីដេអូឲ្យអ្នកមើល Oh no. No way. ម៉ារីយ៉ាអ្នកអាចធ្វើបែបនេះបានយ៉ាងម៉េចការលួចចម្លងគឺមិនល្អទេ ខ្ញុំនឹងមិនធ្វើវាម្ដងទៀតទេសូមអភ័យទោសឲ្យខ្ញុំផង គុំប្រើវេទមន្តនៅក្នុងសាលាទៀតអូខេ Yes អង្គុយចុះ Wow Aha. ឆ្ងល់ណាស់អ៊ីវ៉ាន់កំពុងធ្វើអីនឹង Oh no. អាហាររត់ប្រយោជន៍
អ្នកណាអនុញ្ញាតឲ្យឯងញ៉ាំដំឡូងបំពង់ ទេខ្ញុំមិនតញ៉ាំទេ ខ្ញុំដឹងថាឯងកំពុងលាក់អ្វីមួយនៅទីនោះ ដំឡូងបំពង Oh no! ល្អណាស់ចុះម៉ារីយ៉ាវិញមើលសិន Uh-oh! វ៉ាវនោះខេកទាំង4ហ្នឹង វាច្បាស់ជាឆ្ងាញ់ណាស់ ចាំបន្តិច Oh yes ម៉ារីយ៉ាសុំទោសដែលរំខានប៉ុន្តែលើកនេះជាលើកចុងក្រោយដែលអញញ៉ាំរំខាន ខ្ញុំមិនទាន់បានញ៉ាំទេ ល្អខ្ចោះឲ្យវាមកខ្ញុំមកលឿនឡើង Oh no! ខ្ញុំយូរហើយមិនបានញ៉ាំនំខេកតាំងពីម្សិលមិញមក យើងយកវាមកវិញធ្វើម៉េច ខ្ញុំមានគំនិតមួយ Oh yes អ៊ីវ៉ាន់អ៊ីចឹងឯងមានគម្រោងអី ខ្ញុំបានហើយអ្នកអាគមទេខ្ញុំជាវិជ្ជាបណ្ឌិតផ្នែកវិទ្យាសាស្ត្រខ្ញុំមិនខ្វល់ទេខ្ញុំត្រូវការអ្វីដែលមានវេទមន្តខ្ញុំធ្វើមិនបានទេខ្ញុំជាវិជ្ជាបណ្ឌិតផ្នែកវិទ្យាសាស្ត្រខ្ញុំដឹងហើយថាអ្នកជាអ្នកវិទ្យាសាស្ត្រសូមមេត្តាខ្ញុំត្រូវយកកាំភ្លើងផតថតរបស់ខ្ញុំពីគ្រូរបស់ខ្ញុំ Hey! កាំភ្លើងផតថតរបស់ខ្ញុំ កាំភ្លើងផតថតរបស់ប្អូនស្រីខ្ញុំសូមជួយផងបានខ្ញុំមានរបស់មួយសម្រាប់អ្នកដល់ពេលដឹកមកដល់ហើយ Excellent! Wow! លឿនមែនវេទមន្តពិតមើលថាមានអីនៅខាងក្នុង Wow! Wow! អ៊ីវ៉ាន់នេះជាអី វាជាអាវធ្វើឲ្យមើលមិនឃើញ វាជាអាវអសកម្មភាពមើលមិនឃើញ បាទមើលខ្ញុំមើលមិនឃើញទេ ឲ្យវាមកខ្ញុំ ឯងនៅឯណាមើលមិនឃើញមែន Wow ឯងនៅឯណាឯងនៅឯណានាងនៅឯណា អូខ្ញុំអង្គុយនៅទីនេះហត់ណាស់ខ្ញុំត្រូវបដូរកន្លែងប្រសើរជាងមុនច្រើនប្រសើរជាងមុនច្រើន Oops! ដំឡូងបំពងរបស់ខ្ញុំនៅណា Oh no! ក្មេងទាំងនោះ ចុងក្រោយខ្ញុំយកវាមកវិញបានហើយរបស់ស្រឡាញ់របស់ខ្ញុំ ឃើញហើយឲ្យវាមកខ្ញុំ ទេខ្ញុំត្រូវការវា ខ្ញុំត្រូវការវា ខ្ញុំចង់ទៅលេងឡានវិញឯង ខ្ញុំចង់ទៅ Disneyland ពួកគេមិនទាន់ត្រៀមខ្លួនសម្រាប់រឿងធ្ងន់ធ្ងរបែបនោះទេ ដល់ពេលប្រគល់ក្រដាស់ប្រឡងហើយអ៊ីវ៉ាន់ម៉ារីយ៉ាលទ្ធផលនឹងចេញនៅថ្ងៃស្អែក បាទ ជួបគ្នាវិញលាហើយ ខ្ញុំគិតថាខ្ញុំប្រឡងធ្លាក់ហើយ នេះជាលទ្ធផលតេស្ត